Và chủ điệp xúa và chủ điệp xúa Good morning สวัสดีครับបាទថ្ងៃនេះយក topic ពីរឿងសមិទ្ធផលរបស់លោកប្រធានាធិបតីទី29នៃសហរដ្ឋអាមេរិក Warren Harding មុនចូលទៅក្នុងសាច់រឿងដូចសពដងបាទពីនេះពីនោះបន្តិចសិនណាបាទសរុបពីរឿងខ្ញុំនិយាយច្រើនដងពីរឿង6ចំណុចដែលប្រមុខរដ្ឋយើងបានប្រកាសតាក់ទងទៅនឹងទំនាស់រវាងប្រទេសថៃហើយនិងកម្ពុជាខ្ញុំយកមកសរុបឡើងវិញទី1បាទពីរឿងករណីបិទប្រព័ន្ធអ៊ីនធឺណិតទឹកភ្លើងដែលយើងឮពីភាគីខាងប្រទេសថៃតាមរយៈសារព័ត៌មានវាមិនមែនជាវិធានការដែលចេញពីទំនាបរដ្ឋាភិបាលថៃទេបាទអញ្ចឹងខាងយើងក៏ប្រកាសបិទដោយខ្លួនឯងបាទប្រព័ន្ធអ៊ីនធឺណិតភ្លើងបាទទឹកយើងមានគ្រប់គ្រាន់នេះជាការត្រឹមត្រូវអញ្ចឹងនៅក្នុងសវត្ថិភាពជាតិឬមួយគេហៅថា National Security ខ្ញុំនិយាយច្រើនដងហើយរឿងហ្នឹងវិស័យដែលត្រូវគ្រប់គ្រងនៅខ្លួនឯងនេះគឺវិស័យទូរគមនាគមន៍ទូរស័ព្ទបើយើងពឹងលើគេឬឲ្យគេមកវិនិយោគស្អីនៅក្នុងប្រទេសយើងគេដឹងទាំងអស់និយាយទៅគឺគេស្ដាប់បានទាំងអស់ប្រទេសណាដូចប្រទេសណាអញ្ចឹងនឹងទី1យើងយកមកខ្លួនឯងល្អទី2ទឹកយើងមានហើយអត់មានបញ្ហាអីទេប្រទេសដែលអត់ទឹកខ្ញុំបានសរុបឡើងវិញដូចទំនាស់រវាងឥណ្ឌានិងប៉ាគីស្ថានបាទដង្ហើមទឹកគឺនៅលើឥណ្ឌាសិង្ហបុរីដង្ហើមទឹកនៅលើម៉ាឡេថ្ងៃណាគេត្រូវបិទហើយប្រព័ន្ធសុវត្ថិភាពទឹកដែលហូរមកយើងទុកចិត្តបានឬមួយក៏អត់ដូចជាអ៊ីស្រាអែលទឹកគេហៅថា Jordan River ទន្លេ Jordan ហ្នឹងគឺអ៊ីស្រាអែល check មើលមួយថ្ងៃ4-5 ដងកាយរោមានលាយនៅសារធាតុគីមីពុលមកតាមជាតិទឹកអាហ្នឹងគេហៅប្រព័ន្ធសុវត្ថិភាពរបស់ប្រទេសជាតិត្រូវមានតែខ្លួនឯងយើងមានខ្លួនឯងហើយទេវតាប្រទានឲ្យជំលើយទៅហៅប្រទេសដែលអត់ទឹកមិញឃើញទេអ៊ីស្រាអែលសិង្ហបុរីទិញបច្ចេកវិទ្យាពីអាមេរិកទៅចាប់អំបិលពីទឹកសមុទ្រក្នុងឆ្នាំ2060សិង្ហបុរីបដិញ្ញាចិត្តនឹងផលិតទឹកសាបដោយខ្លួនឯង 100% រាល់ថ្ងៃពឹងផ្អែកទៅលើទឹកភ្លៀងហើយនឹងទឹកទិញពីប្រទេសម៉ាឡេយើងរួចខ្លួននឹងទឹកអគ្គិសនីយើងទិញពីឡាវខ្លះពីវៀតណាមខ្លះពីថៃខ្លះយើងមានកន្លែងផ្គត់ផ្គង់អគ្គិសនីខ្លួនឯងហើយប្រើរបស់ខ្លួនឯងទៅវៀតណាមនោះប្រហែលឆ្នាំមុន10ឆ្នាំមុនហ្នឹងបាទបិទចំថ្ងៃចូលឆ្នាំអញ្ចឹងអ្នកដែលពឹងផ្អែកលើភ្លើងរបស់វៀតណាមនឹងគឺ stock អីប្រហែលគឺមហូបអាហារផ្អូមអស់ដោយសារអត់ភ្លើងនេះគឺប្រព័ន្ធសុវត្ថិភាពសង្គមណានិយាយពីរឿងទឹកភ្លើងហើយនិងអ៊ីនធឺណិតទូរស័ព្ទតទៅទៀតនិយាយពីរឿងសុខភាពបាទសុខភាពក៏ចឹងដែរយើងត្រូវឃើញអង្គការទេប្រហែលខំបង្កើតនៅមន្ទីរពេទ្យដ៏ទំនើបសំខាន់មន្ទីរពេទ្យទំនើបត្រូវមានវេជ្ជបណ្ឌិតទំនើបទៀតដែលប្រជាជនទុកចិត្តអានឹងគឺជាសវត្ថិភាពសង្គមហើយកាលណាអ្នកតូចអ្នកធំយើងទៅស្រុកក្រៅអស់ទៅបណ្ឌិតជាមស្រុកក្រៅគេដឹងទាំងអស់ឈឺស្អីស្លាប់ថ្ងៃណាក៏គេដឹងដែរ
អាហ្នឹងគឺប្រព័ន្ធសមត្ថភាពសង្គមជាពិសេសគឺមេដឹកនាំធំយើងមិនត្រូវឲ្យគេដឹងទេត្រូវមន្ទីរពេទ្យទៅខ្លួនឯងប៉ុន្តែសំខាន់គឺវានៅមានម៉ាស៊ីនដែលប្រើប្រាស់ហ្នឹងវាជារបស់បរទេសទៀតអាម៉ាស៊ីនហ្នឹងក៏ផ្សាយបន្តផ្ទាល់ទៅប្រទេសដែលផលិតដូចគ្នាអញ្ចឹងដើម្បីការពារនៅសវត្ថិភាពព័ត៌មានត្រូវទិញគ្រប់ប្រទេសពីជប៉ុនពីបារាំងពីចិនត្រូវមានចម្រុះមិនអាចទិញម្ចាស់តែមួយទេព្រោះយើងអត់អាចផលិតខ្លួនឯងបានបាទនេះគឺប្រព័ន្ធសន្តិសុខរបស់ជាតិប្រមាណករណីដែលខ្ញុំនិយាយមិញហ្នឹងឯងបាទត្រូវធ្វើដោយខ្លួនឯងវិនិយោគដោយខ្លួនឯងបាទអានេះគឺចំណុចទី1ហើយខ្ញុំភ្ជាប់ទៅរឿងហ្នឹងតែម្ដងបាទចំណុចទី2ការបិទព្រំដែនអ្នកដែលខាតបាត់បង់ជាងគេគឺប្រទេសថៃខ្ញុំវិភាគទាំងពីរប្រទេសណាគឺមិនមែនវិភាគក្នុងន័យជាតិនិយមឬជ្រុលនិយមទេវិភាគឲ្យឃើញផលប្រយោជន៍គុណសម្បត្តិនិងគុណវិបត្តិនៃប្រទេសទាំងពីរបើបិទច្រកព្រំដែនប្រទេសថៃជាអ្នកបាត់ផលប្រយោជន៍ពីព្រោះយើងនាំចូលទំនិញពីប្រទេសថៃច្រើនជាងការនាំចេញពីប្រទេសខ្មែរទៅប្រទេសថៃបាទនេះគឺជាឱកាសដែលកសិករខ្មែរដែលអ្នកមានដីត្រូវខំផលិតពីខ្លួនឯងហើយភ្ជាប់ទៅនឹងចំណុចទៀតគឺរឿងចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃបើយើងបិទខាងថៃគេក៏បញ្ជូនបាទអ្នកធ្វើការនៅប្រទេសថៃហ្នឹងមកវិញអញ្ចឹង fan club ដែលចេះភាសាថៃឬមួយអ្នកចំណាក់ស្រុកត្រូវប្រុងប្រយ័ត្នលុយកាក់របស់ខ្លួនឯងកុំទុកជាប់ខ្លួនផ្ទេរតាម Western Union ឬប្រព័ន្ធណាក៏ដោយឲ្យសមាជិកគ្រួសារនៅប្រទេសកម្ពុជាទទួលយល់នៅក្នុងពេលដែលកលតិស័កជ្រោកច្របូកច្បល់អញ្ចឹងច្បាប់ទម្លាប់គេឡើងនិយាយហើយបាទត្រូវគៀបត្រូវយកត្រូវប្លន់យកទាំងអស់បានមិនថាប្រទេសណាទៅប្រទេសណាទេដូចគ្នាទាំងអស់កលតិស័កច្របូកច្បល់បាទផ្ទេរលុយតាមរយៈ Western Union ឬបណ្ណាក៏ដោយបាទចូលទៅក្រុមគ្រួសារនៅប្រទេសខ្មែរអស់ទៅនិយាយពីចំណាក់ស្រុកខាងប្រទេសថៃអត់មានប៉ះពាល់ទេនិយាយពីបិទព្រំដែនថៃប៉ះពាល់តែចំណាក់ស្រុកថៃអត់ប៉ះពាល់ទេគេរកកម្លាំងជំនួសបានភូមាឡាវបង់ក្លាដេសបាទចំណែកយើងគឺបញ្ហាចិត្តវេលាអ្នកត្រឡប់មកវិញតើត្រូវធ្វើអីយើងមានការងារទទួលប្រកបបានទេហើយបើសិនជាមិនមានការងារទទួលគាត់ទេយើងត្រូវតែមានកម្មវិធីបំពាក់បំពាន់ training គាត់ឲ្យគាត់ប្រកបរបរទៅលើដីស្រែចម្ការដែលគាត់មានខ្លាយទៅជាអ្នកផលិតចឹងអ្នកដែលទៅធ្វើកសិកម្មគឺចំណេះដឹងច្រើនពីប្រទេសថៃយកមកធ្វើនៅប្រទេសខ្មែរជំរុញឲ្យគាត់បង្កើតអង្គភាពណែនាំឲ្យគាត់ធ្វើកសិកម្មដើម្បីបំពន់ទីផ្សារចំនួនការនាំចូលពីវៀតណាមហើយនិងថៃអាហ្នឹងគឺវិភាគទៅលើចំណុចចំណាក់ស្រុកដែលត្រឡប់មកវិញយើងជាអ្នកប៉ះពាល់បាទនេះចំណុច2បាទចំណុច3និយាយរឿងអ្នកដែលចេញទៅព្យាបាលអានេះយើងមិនអាចបង្ខាំងគាត់បានទេដោយសារតែគាត់មើលប្រព័ន្ធសុខាភិបាលយើងវាមិនស្មើនឹងប្រទេសជិតខាងទៅគាត់ទៅចឹងពេលដែលយើងបិទឬមកក៏យើងដោយស្ម័គ្រចិត្តមិនឲ្យទៅប្រទេសថៃអាហ្នឹងត្រូវមានជំរឿនឲ្យគាត់ក៏អាចចេញទៅចិនក៏អាចចេញទៅម៉ាឡេក៏អាចចេញទៅវៀតណាមជំនួសវិញមិនអាចបង្ខាំងគាត់ឲ្យនៅប្រទេសខ្មែរបានទេគាត់ចេញទៅដោយសារគាត់មើលឃើញប្រទេសដទៃហ្នឹងវាមានប្រព័ន្ធសុខាភិបាលប្រសើរជាងប្រទេសដែលគាត់រស់នៅតើតើយើងមានមន្ទីរពេទ្យដែលមានសមិទ្ធផលឬមួយប្រសិទ្ធភាពស្មើនឹងប្រទេសជិតខាងអានឹងគាត់នៅហើយតែมันអាចប្រើវិធីសាស្ត្រក្នុងការបង្ខំបានទេបាទចំណុចទី4ចំណុចទី5ការត្រៀមកម្លាំងទ័ពអានឹងជារឿងត្រឹមត្រូវប្រទេសណាក៏គេត្រៀមដែរគឺมันអាចទុកចិត្តបានទេណាបាទថ្ងៃនេះជាមិត្តនិងថ្ងៃស្អែកជាសត្រូវ
នយោបាយគឺវាអញ្ចឹងបាទអូខេបាទហើយចំណែកករណីទី6ការប្តឹងទៅតុលាការអន្តរជាតិយើងជាអ្នកមានប្រៀបព្រោះយើងមានភស្តុតាងពិតប្រាកដនៅក្នុងដៃដូច្នេះបើយើងហ៊ានទៅប្តឹងតុលាការអន្តរជាតិបាទនេះគឺចំពោះមួយចំណុចដែលខ្ញុំយកមកសរុបឲ្យស្ដាប់នៅក្នុងថ្ងៃនេះបាទរឿងទឹកដីព្រំដែនវាជារឿងអញ្ចឹងកើតជុំវិញពិភពលោកខ្ញុំលើកយកករណីអ៊ីស្រាអែលអ៊ីរ៉ង់ហើយនិងស៊ីរីឲ្យបានស្ដាប់យើងមើលតើអ៊ីស្រាអែលបើកច្រកហោះហើរតាមណាតាមស៊ីរីមកទម្លាក់នៅអ៊ីរ៉ង់ចឹងអ្នកណាដែលមានឥទ្ធិពលខ្លាំងក្នុងការបង្កើតរដ្ឋាភិបាលថ្មីនៅស៊ីរីដេញអាសាចេញគឺអ៊ីស្រាអែលនិងទូគីចឹងទំនាស់ព្រំដែនទូគីជាមួយនឹងស៊ីរីនេះគឺយូរហើយចឹងនៅពេលដែលបដូររដ្ឋាភិបាលស៊ីរីបានដីនៅទល់ដែនប្រមាណក៏ទូគីយកដែរឃើញណានេះគឺជាទំនាស់ទឹកដីវិញអញ្ចឹងប្រទេសខ្លួនឯងមានសង្គ្រាមខ្លួនឯងត្រូវបាត់បង់ហើយនៅពេលដែលស៊ីរីក្រោយមករឹងមាំខ្លួនឯងក៏ត្រូវទៅទៀមមកវិញដូចគ្នាប៉ុន្តែទៀមទីអត់បានព្រោះដោយសារទូគីវាខ្លាំងជាងអ៊ីស្រាអែលក៏រំកិតទៅក៏រំកិលទៅដែរនៅពេលដែលបដូររដ្ឋាភិបាលអាសាត់ចោលទៅឃើញនៅស៊ីរីដួលរលំបានចូលដំណាក់កាលទី2វាយអ៊ីរ៉ង់ប្រើដែនអាកាសរដ្ឋាភិបាលស៊ីរីថ្មីមកទម្លាក់អ៊ីរ៉ង់ចឹងទឹកដីប្រទេសសង្គ្រាមវាត្រូវបាត់នេះវាកើតឡើងអញ្ចឹងយើងវាបាត់នៅពេលដែលយើងមានសង្គ្រាមបងប្អូនឯងពី1979ដល់1995ហ្នឹងឯងវាសិតតែជាដីរបស់យើងទេអានោះប៉ុន្តែវាបាត់នៅពេលយើងមានសង្គ្រាមហ្នឹងឯងយើងពឹងគេត្រូវមានសំណងពឹងវៀតណាមក៏ត្រូវមានសំណងវារឿងវាអញ្ចឹងអាហ្នឹងក៏យើងទៅដោះស្រាយទៅតាមសន្តិវិធីបដាអញ្ចឹងទៅណាបាទណានេះខ្ញុំលើកទៅរឿងអ៊ីរ៉ានអ៊ីស្រាអែលហើយនិងប៉ាគីស្ថានអ្វីក៏ដោយសិតតែមានការគ្រោងទុកអញ្ចឹងហេតុអីបានអ៊ីស្រាអែលអាចកំទេចចំណុចឬអ្នកដែលគាត់ចង់កំទេចក៏កំទេចបានគឺប្រព័ន្ធស៊ើបការនឹងឯងតកតទៅទៅនឹងសវត្ថិភាពរបស់សង្គមប្រព័ន្ធស៊ើបការទី1គឺស៊ើបការស្របច្បាប់តាមរយៈការវិនិយោគទុនស៊ើបការមិនស្របច្បាប់គឺតាមរយៈចារកម្មប្រើមនុស្សនៅគ្រប់ទីកន្លែងប្រើមនុស្សគឺប្រើលុយដែលសំខាន់បំផុតគឺបច្ចេកវិទ្យាផ្កាយរណបបាទបច្ចេកវិទ្យាផ្សេងទៀតដែលគេតាមមនុស្សបានគ្រប់ជំហានបើមិនអញ្ចឹងមិនមែនអ៊ីស្រាអែលអាចទម្លាក់ក្របបែកសម្រាប់មេដឹកនាំសំខាន់របស់អ៊ីរ៉ង់បានទេពេលណានេះសុវត្ថិភាពសង្គមណាបាទបច្ចេកវិទ្យានេះសំខាន់ណាដោយតបផ្នែកនយោមុខចឹងដែរបាទដើមឈើដើមអីហ្នឹងសัตว์ហោះហើរទាំងអស់ប្រមាណហ្នឹងគឺក៏ត្រូវតែប្រយ័ត្នដែរណាបាទពីព្រោះដើមឈើគេអាចបាញ់ឈីបស្រូបសម្លេងថតរូបចូលទៅបាននៅដើមឈើទាំងអស់ហ្នឹងឯងបាទហើយសម្ភារពាក់ខ្ញុំបាននិយាយសម្ភារពាក់បំផាំងកាយមានហើយព្រឹបមកដល់មាត់ត្រង់សេបាត់យើងមើលអត់ឃើញចំពេលភ្លៀងពីព្រោះអត់មានភ្លៀងសម្រាប់ជើងយើងលឺតែដល់ពេលភ្លៀងសម្រាប់ជើងមកអត់លឺទេតែនេះគឺរឿងរបស់វាណាបាទហើយនៅក្នុង YouTube យើងឃើញ comment ពាក់បិជើងទាហានឬពាក់បិជើងផ្ទាត់អ្នកណាអីហ្នឹងគឺពាក់បិជើងផ្ទាត់នេះគឺ model ដែលទាហានរបស់បកកុម្មុយនីសចិនប្រើគឺពាក់បិជើងផ្ដៅទេស្រាលដើម្បីដើរទៅកុំឲ្យវាលឺសំឡេងខ្លាំងហើយវាលហើយជើងផងណាបាទហ្នឹងគឺអឺដែលយុទ្ធសាស្ត្រទាហានគេប្រើគឺគេពាក់បិជើងស្រាលអញ្ចឹងណាបាទឃើញទាហានចិនមើលទាហានចិនសម័យមុនណាបាទតប PLA ហ្នឹងបាទ People Liberation Army ហ្នឹងគឺពាក់អាបិជើងរុំហ្នឹងវាស្រាលដើរទៅលុយសម្រាប់ជើងតិចពេលដែលដើរល្បាតតាមទល់ដែនណាបាទ5នាក់ឬ6នាក់មិនច្រើនពេកទេច្រើនពេកឬសម្រាប់ជើងខ្លាំងបាទ3 4នាក់អញ្ចឹងដើរប្រើស្បែកជើងហ្នឹងឯងអត់ប្រើស្បែកជើងទាហាននោះទេពួកវាយឺត
ហើយវាលឺសម្រាប់ជើងខ្លាំងអូខេបាទនេះគឺខ្ញុំសរុបខ្លះពីរឿងអ៊ីស្រាអែលអ៊ីរ៉ានបាទហើយនិងប៉ាគីស្ថាននេះប៉ាគីស្ថានបានប្រកាសចូលរួមការពារអ៊ីរ៉ង់បាទអញ្ចឹងអ៊ីរ៉ង់រាល់ថ្ងៃគឺស្ថិតនៅក្នុងការហុំព័ទ្ធសេដ្ឋកិច្ចលើពិភពលោកគាត់រកស៊ីលក់ប្រេងគាត់ថ្ងៃអញ្ចឹងគាត់លក់ឲ្យប្រទេសដែលជាសម្ព័ន្ធមិត្តរបស់គាត់ថ្ងៃជាពិសេសគឺប៉ាគីស្ថានថ្ងៃដែលជាប្រទេសក្រីក្រត្រូវទិញពីគាត់ក្នុងតម្លៃថោកសូម្បីតែឥណ្ឌានោះក៏ទិញដែរអាហ្វហ្គានីស្ថានប្រទេសក្រីក្រត្រូវទិញពីអ៊ីរ៉ាននិងប្រទេសសម្ព័ន្ធមិត្តរបស់គាត់អញ្ចឹងគាត់រស់ទៅការលក់ប្រេងទៅប្រទេសសម្ព័ន្ធមិត្តរបស់គាត់ហើយនឹងឈ្មួញបាទឈ្មួញងងឹតរដ្ឋាភិបាលហាមប៉ុន្តែលួចរ៉ូស៊ីជាមួយនឹងអ៊ីរ៉ង់ទៅហ្នឹងបាទហើយនេះគឺរឿងរបស់វាតែខ្ញុំសរុបព្រឹត្តិការណ៍ឲ្យបានស្ដាប់ហើយលទ្ធផលនៃការធ្វើសង្គ្រាមគឺដូចអ៊ីស្រាអែលនិងអ៊ីរ៉ង់ចឹងខ្ទេចទាំងសងខាងតែមុំតែចរចាគ្នាហើយនឹងចំណាយលុយរាប់កោបដើម្បីស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញនឹងបានមន្ទីរពេទ្យផ្ទះសម្បែងផ្លូវថ្នល់ខ្ទីហើយគាត់នៅផ្លោងដាក់គ្នាហ្នឹងណាបាទនេះហៅសង្គ្រាមអឺការពារមុខមាត់នៃប្រទេសរៀងខ្លួនណាបាទយើងក៏មានអាវុធឯងក៏មានអាវុធឯងបាញ់យើងត្រូវបាញ់ឯងនៅស្ងៀមមិនកើតណានឹងគឺអឺយើងប្រទេសទាំងពីរព្យាយាមហើយបើមិនបង្កឲ្យមាននៅការខូចខាតដល់ប្រទេសរៀងខ្លួនប៉ុន្តែវាពេលខ្លះត្រូវការពារនៅមុខមាត់ប្រទេសរៀងខ្លួនណាបាទយើងវាយតែយើងមិនកើតយើងត្រូវវាញ់វិញខ្លះពីអញ្ចឹងណាបាទវាព្យាយាមប៉ុន្តែវាជាអត់ផុតណាបាទហើយចុងក្រោយចរចាតដែរខូចខាតប្រទេសសងខាងបាត់ហើយរាល់ថ្ងៃណាបាទអញ្ចឹងនៅលើពិភពលោកនេះយើងសង្កេតឃើញណាបាទសម្ព័ន្ធមិត្តរបស់អ៊ីរ៉ានគឺប៉ាគីស្ថានចេញមកតែម្ដងពីព្រោះប៉ាគីស្ថានអត់ត្រូវមួយឥណ្ឌានៅខាងអាមេរិកអញ្ចឹងឈរឲ្យប្រកាសនៅជាមួយនឹងអ៊ីរ៉ានសម្ព័ន្ធមិត្តអ៊ីរ៉ានមានរុស្ស៊ីមានចិនមានកូរ៉េខាងជើងប៉ាគីស្ថាននេះឃើញច្បាស់ណាបាទសិតតែជាប្រទេសមាននុយក្លេអ៊ែរចិនមាននុយក្លេអ៊ែររុស្ស៊ីមាននុយក្លេអ៊ែរកូរ៉េខាងជើងមាននុយក្លេអ៊ែរប៉ាគីស្ថានមាននុយក្លេអ៊ែរបាទចឹងចែកពូលគ្នាហើយណាបាទនឹងករណីមានការប្រើនុយក្លេអ៊ែរពីអ៊ីស្រាអែលប៉ាគីស្ថាននឹងបាញ់ណាបាទនុយក្លេអ៊ែរទៅដាក់អ៊ីស្រាអែលបាទអញ្ចឹងប្រកាសចេញមុខបាទអញ្ចឹងដូច្នេះចាប់ពីថ្ងៃនេះទៅប៉ាគីស្ថានគឺคล้ายទៅជាទិសដៅរបស់អ៊ីស្រាអែលតទៅទៀតបាទនៅកូនចៅរបស់អ៊ីរ៉ានមួយទៀតគឺហ៊ូទីបាទចឹងកំពុងតែក្តៅគុកជាមួយតើយ៉ាងទៅយ៉ាងវិញនេះជាឈ្នួនសង្គ្រាមបាទសង្គ្រាមលោកលើកទី3ហ្នឹងបាទចេញពី Middle East ខាងថ្ងៃអូខេបាទនេះគឺសរុប6ចំណុចហើយនឹងរឿងស្ថានភាពនៅលើពិភពលោកឲ្យបានស្ដាប់អូខេបាទអញ្ចឹងចូលមកដល់សមិទ្ធផលទីរបស់លោកប្រធានាធិបតីទី29បាទ President Warren Harding ណាបាទជាងគាត់ចូលកាន់តំណែងពី21ដល់23អូខេបាទវាយ President របស់គាត់គឺ Calvin Coolidge គឺបោះឆ្នោតក៏តំណាងឲ្យបក Republican 404សម្លេងណាបាទ James Cox 127សម្លេងតំណាងគណៈបកប្រជាធិបតេយ្យបាទអញ្ចឹងចាញ់ដាច់ណាបាទហើយគាត់បានស្លាប់នៅក្នុងឆ្នាំទី3អញ្ចឹងវាយ President របស់គាត់ទៅឡើងមកជំនួសគឺ Calvin Collins ទៅ President ទី30ណាបាទដោយសារតែ President Harding គាត់ស្លាប់នៅក្នុងឆ្នាំទី3អញ្ចឹងមួយណាត់វាមាន4ឆ្នាំណាបាទអញ្ចឹងការងារបានធ្វើខ្លះយើងមើលWashington Naval Conference បាទនេះពង្រឹងផ្នែកនាវិកបាទអញ្ចឹងបច្ចុប្បន្នគឺនាវិកដែលធំជាងគេគឺសហរដ្ឋអាមេរិកណាបាទនៅអាមេរិកប្រើទ្រឹស្ដីមួយគឺថាมันអាចឲ្យសត្រូវមកជន់នៅលើ
ទឹកដីអាមេរិកមិនទេគេហៅ American soil អញ្ចឹងត្រូវដឹកតបទៅច្បាំងមុនបាទសមិទ្ធផលទី2របស់គាត់គឺ Bureau of Budget Creation បាទអញ្ចឹងមានក្រសួងអានេះយើងហៅក្រសួងផែនការណាបាទរៀបចំចំណាត់ចំណាយបាទឲ្យបានត្រឹមត្រូវអូខេបាទហើយទី3នេះគឺតកតងទៅនឹង revenue អូខេបាទ revenue នេះគឺ revenue tax បាទតកតងទៅនឹងចំណូលការបង់ពន្ធទៅលើប្រាក់ចំណេញរបស់អ្នករស់ស៊ីណាបាទដែលបន្ទាប់ពីសង្គ្រាមលោកលើកទី1ចប់ទៅវាចំណាយច្រើននៅក្នុងសង្គ្រាមណាបាទ The acts cut the top individual income tax rate from 73 to 58អូក្នុងសម័យសង្គ្រាម73%ព្រោះចឹងអ្នករស់ស៊ីសល់បានតែ27%ណាបាទត្រូវជួយរដ្ឋាភិបាលដើម្បីផ្គត់ផ្គង់ទាហានធ្វើសង្គ្រាមអញ្ចឹងចប់សង្គ្រាមមកគាត់កាត់បន្ថយសល់58ក៏នៅតែថ្លៃដែរបញ្ចប់សង្គ្រាមទៅមិនទៀតក្នុងសង្គ្រាមត្រូវកាត់ពន្ធច្រើនដើម្បីជួយទាហានសម្ភារៈទាហានធ្វើសង្គ្រាមចប់ហើយតែមិនទៀតត្រូវស្ដារសេដ្ឋកិច្ចឡើងវិញអញ្ចឹងបន្ថយមក58ណាបាទអញ្ចឹងអ្នករស់ស៊ីសម័យមុននឹងសម័យនោះគឺធ្ងន់កតែម្ដងណាបាទអូខេបាទ emergency quarter បាទemergency quarter នេះគឺallow 3% of each nationality in 1910អូខេបាទសម័យគាត់នេះគឺ control អន្តោប្រវេសន៍ចូលសហរដ្ឋអាមេរិកហ្នឹងបាទឲ្យសល់ត្រឹមតែ3%ទេចូលមកសហរដ្ឋអាមេរិកហ្នឹងណាសមិទ្ធផលទី5គឺ return to normalcy បាទ which resonated with the public eager to move past the disruption of World War I បាទអញ្ចឹងមានន័យថាស្ដារសេដ្ឋកិច្ចឲ្យវាមានលក្ខណៈប្រសើរនិងប្រក្តីស្ថិរភាពឡើងវិញអញ្ចឹងគឺការងារគាត់ដែរបន្ទាប់សង្គ្រាមលោកទី1ណាបាទសង្គ្រាមហើយត្រូវប្រើពេលដើម្បីឲ្យងើបពីភាពក្រីក្រប្រទេសដែលគេធ្វើបានប្រើពេល20ឆ្នាំឧទាហរណ៍ដូចជាកូរ៉េខាងត្បូងប៉ុន្តែបើគ្មានការជួយពីសហរដ្ឋអាមេរិកកូរ៉េក៏អាចងើបផុតពីភាពក្រីក្រនេះរយៈពេល20ឆ្នាំដែរអានេះគឺសង្គ្រាមក្នុងប្រទេសខ្លួនឯងណាបាទចំណែកសហរដ្ឋអាមេរិកគឺចំណាយលុយច្រើនទេចឹងសង្គ្រាមនៅក្រៅប្រទេសចឹងវាត្រូវប្រើពេលយ៉ាងតិច5ឆ្នាំណាបាទមួយអាណត្តិទៅអាចស្ដារសេដ្ឋកិច្ចឲ្យឡើងមកប្រក្រតីវិញណាបាទឧទាហរណ៍ដូចជាអ៊ីរ៉ានហើយនិងអ៊ីស្រាអែលចេះត្រូវប្រើពេលយ៉ាងតិច5ឆ្នាំបន្ទាប់ពីបញ្ឈប់ការផ្លោងដាក់គ្នាហ្នឹងបាទព្រោះត្រូវសាងសង់គ្រប់កន្លែងឡើងវិញទាំងអស់អូខេបាទដូច្នេះហើយនឹងគឺជាបន្ទុករបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅមុខទៀតណាបាទ ending the railroad strike បាទអញ្ចឹងប្រទេសអាមេរិកស្ថិតនៅក្នុងការពង្រីកទំនាក់ទំនងពី state រដ្ឋមួយទៅរដ្ឋមួយពីក្រុងមួយទៅក្រុងមួយជាងគឺការធ្វើរទេះភ្លើងគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិកចឹងហើយវាតកតងទៅនឹងការប្រាក់បៀវត្សតិចឬច្រើនឬបើកបន្ទានទាត់អានឹងមានការបាតកម្មពីកម្មករអាយស្ម័យមានបាទជារឿងធម្មតារហូតគេនេះទៅคลิปនេះខ្ញុំធ្វើមកណាបាទឡើងប្រហែលចង់20ឆ្នាំណាបាទទៅដោះស្រាយរឿងបញ្ហាកោតកម្មបាទដោយប្រើកម្លាំងប៉ូលីសហើយនឹងទាហានណាបាទអូខេបាទនៅក្នុងសម័យ heading នេះគាត់បានសញ្ញេច្បាប់ណាបាទជួយផ្គត់ផ្គង់childhood បាទក្មេងៗណាបាទឲ្យមានម្ហូបអាហារញ៉ាំគ្រប់គ្រាន់ដែលមានរហូតដល់បច្ចុប្បន្ននេះហៅ free lunch បាទម្ហូប free ចែកជូនកូនសិស្សចាប់ពីថ្នាក់ទី12ចុះក្រោមទៅរៀនណាបាទមានម្ហូប free ដោយមានក្រុមហ៊ុនឯកជនsponsor ឲ្យក៏មាននិងថវិការបស់រដ្ឋមកក៏មានបាទដើម្បីឲ្យ
ក្មេងមិនថាមានមិនថាក្រគឺមានម្ហូបញ៉ាំដូចគ្នាទាំងអស់នៅសាលាហ្នឹងពីព្រោះគ្នារៀននៅនោះអត់មានមកផ្ទះទេរហូតដល់ម៉ោង3អញ្ចឹងបានចេញមកផ្ទះតែម្ដងអញ្ចឹងវាត្រូវមានម្ហូបនៅសាលាហ្នឹងឲ្យគ្នាញ៉ាំអូខេបាទអញ្ចឹងបាននៅតាមសាលាមួយ high school ចុះក្រោមនោះគឺមានគេហៅ nutrition service វាមានផ្នែកទាំងមួយគឺមើលការខុសត្រូវក្នុងការម្ហូបឲ្យក្មេងហ្នឹងមិនមែនចេះតែដាក់ឲ្យគ្នាញ៉ាំបានទេគឺឲ្យវាមានប្រូតេអ៊ីនហើយវាមានអីដែរណាបាទចំណែកម្ហូបដែលគេdonate ឬ sponsor ជួយពីក្រុមហ៊ុនឯកជនទៅអាហ្នឹងគឺគេយកទៅដាក់ឲ្យសាលាហ្នឹងហើយបាទទី8បាទ Tariff Act គឺរឿងពន្ធនាំចូលនឹងឯងណាបាទពន្ធនាំចូលនេះគឺគាត់លើកស្ទួយការផលិតនៅក្នុងស្រុកបើលើកស្ទួយការផលិតក្នុងស្រុកគឺมันខុសអីពីនយោបាយរបស់ដូណាល់ត្រាំទេណាបាទដូចគ្នាទី9 Veteran Bureau Establishment នេះគឺបង្កើតបន្ទាប់សង្គ្រាមទៅវាមានអតីតទាហានជាច្រើនណាបាទដូច្នេះក៏ត្រូវមានក្រសួងមួយដើម្បីជួយបាទអតីតទាហានហ្នឹងឲ្យរស់នៅមានសុខុមាលភាពល្អមានអាហារូបត្ថម្ភគ្រប់គ្រាន់បាទហើយទី10គឺ expansion of highway infrastructure ពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធហ្នឹងឯងណាបាទផ្លូវអាទាតភ្លើងផ្លូវថ្នល់អីឡាក់បាទអូខេបាទហើយបាទអញ្ចឹង10ចំណុចទាំងឯងណាបាទមកដល់ទីបញ្ចប់បាទសូមជម្រាបលាសวัสดีครับ再见朋友 Thanks for watching hello anh yêu cái nào mà mình nói gì cũng hết nó không cả mà